ในริมเนี่ยนี่เนียงบานสอเซในขนมสิบเฮกำลังทาดบอลเนียงท้าเนียงสอบประเดี๋ยวบอลเนียงน่ะเอาไว้ในนักสมามันดอนนุคือทาประเดี๋ยวบอลในขนมไตตะก้าได้แม่อยู่ดับรำใบชน้ำไอเมื่อคืนอสอเดนเซนุบานเก้กับบานสอเซชมูระบักคลุ่นหายกับซูเนท้าตาเนียงในใหญ่ปีนุนาเก้ในริมเนี่ยนี่เนียงกับบานดังพริมทาสิบเฮกำลังทานี้ไอชอบตำแหน่งตำน้องฉลองไปเบลเลบ้านโดยชนะหายเนียงกับบานสอเซเตอประเดี๋ยวบอลเนียงได้ในอายุดับรำใบชน้ำนูเวนท้าเอาเก้ในเอาช่วยเป็นเนียงตามแต่ไอเฟอร์ตบานเตอร์ก็รำเนี่ยนี่เก้ปัจจุบันเหมือนเต้นปลูทาในปีนี้ฮะเก้ปัจจุบันหลายเนียงครั้งน่ะในริมนั้นกับบานรีบรอบปีชีวิตtớiថ្ងៃណាក៏របស់ពួកគេទាំងពីរនាក់ឲ្យបរំអ្នកនោះបានដឹងគឺថាកាលពី15ឆ្នាំមុននាងត្រូវបានពួកជើងការសាលាធ្វើបាបបំពេញមកលើនាងដែលធ្វើឲ្យនាងមិនអាចមានកូនបានអស់មួយជីវិតតែគេក៏បានសន្យាថាយ៉ាងណាក៏គេនៅតែស្រឡាញ់នាងដូចដើមមិនយូរក្រោយមកពួកគេក៏បានរៀបការជាមួយគ្នាប្តីរបស់នាងគេពិតជាចង់បានកូនខ្លាំងមែនតើពួកគេក៏បានទៅរកគ្រូពេទ្យជំនាញជាច្រើនប៉ុន្តែនាងនៅតែមិនអាចមានកូនបានគ្រាន់តែលើបែបហ្នឹងបរិជាប្តីគេក៏បានចេញទៅធ្វើការបាត់ដោយទុកឲ្យនារីអ្នកនេះគឺនាងនៅតែឯងនៅពេលថ្ងៃត្រង់នាងក៏បានយកបាយទៅឲ្យប្តីរបស់នាងតែក៏បានដឹងថាប្តីរបស់នាងបានលួចមានសង្សារថ្មីម្នាក់ទៀតបាត់ទៅហើយនាងពិតជាពិបាកទទួលយកការពិតនេះខ្លាំងមែនទែនកំឡុងពេលដែលនាងកំពុងតែរាយរាប់សាច់រឿងរបស់ពួកគេទៅឲ្យបរិជាប្តីនៅក្នុងអតីតកាលក៏ស្រាប់តែបរិជាប្តីនៅពេលបច្ចុប្បន្នក៏បានមកដល់ហើយក៏អូននាងចូលទៅក្នុងបន្ទប់មួយបរិជាប្តីពេលបច្ចុប្បន្ននេះក៏បានជន់លើសិភៅកំណត់ហេតុនោះដោយចែកដល់ផងដែរហើយក៏បន្សល់ទុកស្នាស្បែកជើងមួយនៅលើនោះពេលដែលមកដល់ក្នុងបន្ទប់បរិជាប្តីនឹងក៏បានទទួលស្គាល់ថាសង្សារក្រោយរបស់គេនេះគឺមានផ្ទៃពោះហើយឯបរិនៅឯអតីតកាលនេះវិញកាលបានឃើញដាជើងនោះហើយគេក៏បានដឹងថាអ្វីដែលនារីម្នាក់នោះបានរាយរាប់ប្រាប់នោះគឺជាការពិតព្រោះឲ្យគេពិតជាអស់សង្ឃឹមនឹងមនុស្សដែលខ្លួនឯងនឹងខ្លាចទៅជានៅក្នុងពេលអនាគតមែនតើក្នុងពេលនោះបរិជាប្តីដែលនៅក្នុងអនាគតនេះវិញគេក៏បានរកឃើញសិភៅកំណត់ហេតុនោះផងដែរគេរៀបនឹងអានវាទៅហើយនារីម្នាក់នោះនាងក៏បានមកខកយ៉ាងលឿនកំឡុងពេលដែលទីសិភៅនឹងទៅវិញទៅមកសិភៅនោះក៏ត្រូវបានរហែកហើយទាំងប្តីទាំងប្រពន្ធនេះក៏បានត្រឡប់ទៅកាលដែលពួកគេមានអាយុ18ឆ្នាំវិញតែម្ដង